ប្រជាជាតិកម្ពុជាយើងអស់គ្នាជាចាមកចាត់លើអភិបាលយើងអស់គ្នាជាចានឹងគ្រប់គ្រងលើរបស់ថ្ងៃរបស់យើងប្រជាជាតិកម្ពុជាចាប់អារម្មណ៍របស់ខ្ញុំមុននេះបងមានការពីមីវទៅដល់ការទៅជួបជុំជួបប្រវត្តិឲ្យតាមគ្រប់ជួបបាយដើម្បីជួយជាក្នុងប្រភេទបាទទីបន្តិចបងអាចពីមីវផ្សេងខ្ញុំនិយាយទៅក្នុងនេះជាយុវជនម្នាក់ខ្ញុំចង់បង្ហាញពីសកម្មភាពគំរូទៅកាន់យុវជនរបស់យើងយុវចាស់របស់យើងទាំងអស់តាំងកុមារាកុមារីគឺឲ្យមានការស្រឡាញ់គ្នាសាមគ្គីគ្នាឈរលើស្មារតីតែមួយអត់ប្រកាន់នឹងការយោបាយទេម៉ោងនេះប្រទេសជាតិយើងកំពុងតែត្រូវការសកម្មភាពល្អៗជាច្រើនក្នុងការលើកទឹកចិត្តគ្នាជំរុញគ្នាឲ្យប្រសពគ្នាដើម្បីទប់ស្កាត់នៅការឈ្លានពានរបស់ប្រទេសជាតិខាងរបស់យើងអ្វីដែលខ្ញុំចង់ស្រឡាញ់គឺខ្ញុំចង់ឃើញជាជនខ្មែរបែកបាក់ទេគឺមានការសាមគ្គីគ្នាជានិច្ចឲ្យប្រសពគ្នាស្រឡាញ់គ្នាជាពិសេសយើងធ្វើការគោរពដឹងគុណដល់ព្រះអង្គទៅជាមួយយើងគុំធម្មឆាវគុំមកឃើញច្បាស់ពីព្រោះអីប្រទេសជាតិរបស់យើងគឺគាត់នៅការពីយើងជារឿងហូតសុំគោរពនិងដឹងគុណនឹងឲ្យតម្លៃពួកគាត់រហូតដល់រៀងទៅចាប់ពីពេលនេះទៅគឺក៏ពេលមុនទៀតគឺបងប្អូនរបស់យើងមានការស្រឡាញ់និងគ្រប់គ្រងគាត់លើកទឹកចិត្តគាត់ពីព្រោះគាត់នៅជួបមុខបាទអញ្ចឹងក្នុងនាមយើងជាយុវជនគ្រប់ជួយក្រោយគឺក៏អ្នកដែលនៅខាងក្រោយគឺត្រូវតែសាមគ្គីគ្នាស្រឡាញ់គ្នាជំរុញគ្នាលើកទឹកចិត្តគ្នាដើម្បីការពារប្រទេសជាតិយើងជាជនយើងជាជាតិយើងបាទអរគុណបាទជំរាបសួរបងបាទជំរាបសួរបងអនុញ្ញាតសូមស្គាល់ឈ្មោះផងហើយបងជាយុវជនមកខ្ញុំឈ្មោះសុតសយុវជនស្ម័គ្រចិត្តដើរលើថ្មើរជើងចម្ងាយផ្លូវ418គីឡូម៉ែត្រពីភ្នំពេញទៅប្រាសាទកំណន់គោលបំណងរបស់យើងគឺដើម្បីគោរពនិងដឹងគុណដល់ព្រះអង្គព្រះអង្គឯងរបស់យើងហើយនឹងគ្រប់គ្រងជាជាក់ទៅលើរាជរដ្ឋាភិបាលបេសកកម្មបងមកដល់ពេលនេះយ៉ាងណាហើយយើងបានបិទបញ្ចប់ទៅត្រឹមថ្ងៃនេះដែលយើងមកសិនមិញមានធ្វើដំណើរដល់សាមគ្គីឆ្មាខេត្តបន្ទាយមានជ័យហើយយើងបានបញ្ចប់កម្មវិធីរបស់យើងដោយសារយើងបានគ្រប់ target គោលបំណងយើងដើរ418គីឡូទេបាទប៉ុន្តែយើងបានដើររហូតដល់420គីឡូទេអញ្ចឹងហើយក៏ខ្ញុំធ្វើកម្មវិធីបិទនៅផ្សារបន្ទាយឆ្មារួចយើងបន្តសកម្មភាពដឹកនាំមូលនិធិអ្វីដែលយើងបានមកពីភ្នំពេញនិងជាបរិយាចូលយកទៅជួយដាក់កងទ័ពជួយមុខហើយនឹងជនភៀសសិទ្ធិហើយនឹងជនអនាថាផ្សេងទៀតហើយយើងក៏បានបញ្ចប់ហើយថ្ងៃនេះដែរហើយក៏យើងសោកពេលយើងឆ្លៀតមកខាងព្រំដែនអូបេជន់តំបន់នេះគេហៅភូមិព្រៃច័ន្ទណាមែនទេបងបាទដើម្បីយើងមកសួរសុខទុក្ខប្រជាពលរដ្ឋរបស់យើងជាជនយើងជាពិសេសបងប្អូនកម្លាំងដែលការពារនៅទីនេះលះបង់សាច់ស្រស់ឈាមស្រស់កម្លាំងកាយកម្លាំងចិត្តទៅវេលាទាំងអស់ហើយរួមទាំងប្រជាជនមានទាំងប្រសងផ្សេងទៀតអញ្ចឹងគឺការលះបង់របស់គាត់អញ្ចឹងហើយយើងទៅចុះមកទីនេះបន្ថែមទៀតដើម្បីធ្វើការជួយគាត់បន្ថែមទៀតអ្វីដែលអាចជួយទៅបានចាប់អារម្មណ៍របស់ខ្ញុំមុននេះបងមានការពីមីវទៅដល់ការទៅយុវជនជាប្រវត្តិអីឲ្យតាមគ្រប់ជួបបាយដើម្បីជួយជាក្នុងប្រភេទបាទទីទឹកដីបងអាចពីមីវផ្សេងទៀតខ្ញុំនិយាយទៅក្នុងនេះជាយុវជនម្នាក់ខ្ញុំចង់បង្ហាញពីសកម្មភាពគំរូទៅកាន់យុវជនរបស់យើងយុវចាស់របស់យើងទាំងអស់តាំងកុមារាកុមារីគឺឲ្យមានការស្រឡាញ់គ្នាសាមគ្គីគ្នាឈរលើស្មារតីតែមួយអត់ប្រកាន់នឹងការយោបាយទេម៉ោងនេះប្រទេសជាតិយើងកំពុងតែត្រូវការសកម្មភាពល្អៗជាច្រើនក្នុងការលើកទឹកចិត្តគ្នាជំរុញគ្នាឲ្យប្រសពគ្នាដើម្បីទប់ស្កាត់នៅការឈ្លានពានរបស់ប្រទេសជាតិខាងរបស់យើងអ្វីដែលខ្ញុំចង់ស្រឡាញ់គឺខ្ញុំចង់ឃើញជាជនខ្មែរបែកបាក់ទេគឺមានការសាមគ្គីគ្នាជានិច្ចឲ្យប្រសពគ្នាស្រឡាញ់គ្នាជាពិសេសយើងធ្វើការគោរពដឹងគុណដល់ព្រះអង្គទៅជាមួយយើងគុំធម្មឆាវគុំមកឃើញច្បាស់ពីព្រោះអីប្រទេសជាតិរបស់យើងគឺគាត់នៅការពីយើងជារឿងហូតសុំគោរពនិងដឹងគុណឲ្យតម្លៃពួកគាត់រហូតដល់រៀងទៅចាប់ពីពេលនេះទៅគឺក៏ពេលមុនទៀតគឺបងប្អូនរបស់យើងមានការស្រឡាញ់និងគ្រប់គ្រងគាត់លើកទឹកចិត្តគាត់ពីព្រោះគាត់នៅជួបមុខបាទអញ្ចឹងក្នុងនាមយើងជាយុវជនគ្រប់ជួបក្រោយគឺក៏អ្នកដែលនៅខាងក្រោយគឺត្រូវតែសាមគ្គីគ្នាស្រឡាញ់គ្នាជំរុញគ្នាលើកទឹកចិត្តគ្នាដើម្បីការពារប្រទេសជាតិយើងជាជនយើងជាជាតិយើងបាទអរគុណច្រើនថ្ងៃនេះចៅជ្រៀនពីទឹកដីយើងចង់បំផ្លាញគ្រួសារយើងរាប់លានអ្នកយើងត្រូវបដិញ្ញាចិត្តឈាមស្រស់យើងប្រាប់ឲ្យវាដឹងថាជនជាតិយើងមិនអាចប្រមាថបានទេដើម្បីគ្រួសារយើងដើម្បីឪពុកម្ដាយយើងដើម្បីប្រទេសយើងជាបងប្អូនប្រៀបដូចក្បូននឹងទូយើងរួមសុខទុក្ខប្រៀបដូចជាទឹកនិងត្រី
ទាំងមិត្តភ័ក្តិចាំងព្រមទាំងមិត្តភ័ក្តិថ្មីថ្មីទាំងប្រុសទាំងស្រីសុទ្ធតែជាគ្រួសារខ្មែរមានសុខរួមសុខមានទុក្ខរួមទុក្ខថ្ងៃនេះថ្ងៃមុខមិត្តភាពលើតែដល់តែពាក្យថាបងអូនជាពាក្យមួយមិនចេះគួរប្រែបេះដូងយើងជាខ្មែរពួកយើងតែងនៅក្បែរគ្នាអូបេះដូងខ្មែររំភើបម្លេះទេពេលបានជួបជុំគ្នារំលែកក្តីសុខដល់បងអូនទាំងឡាយនាំគ្នាសើចអាក់អាយសប្បាយគ្រប់គ្នាបេះដូងលោកញោមរួមបានជុំគ្នានេះជាបេះដូងខ្មែរវប្បធម៌ថ្លៃថ្លា